ឈ្មោះអំណាក់3ម៉ោងតែ$10ណាអូនយ៉ាហ្មងបងរឿងអញ្ចឹងក៏យកមកលេងសើចដែរអូនណាគឺមិនអាចសះសំជាមួយនឹងមនុស្សពិតៗដូចជាបងបានឡើយជិះម៉ូតូលឿនពេកក៏មិនបានប្រយ័ត្នផងនោះគេក៏បានជិះម៉ូតូទៅបុកជាមួយនឹងឡាននៅខាងមុខព្រោះយប់ហើយប្រញាប់ទៅផ្ទះផងចាបងសូមជូនរឿងខ្មោចអាឡ័យស្នេហ៍នៅក្នុងភូមិមួយមានបុរសម្នាក់គេមានឈ្មោះថានាយសម្បត្តិគេមានអាយុ20ឆ្នាំជាងទៅហើយប៉ុន្តែមិនទាន់មានប្រពន្ធនោះទេហើយគេគឺជាកូនតូលក្នុងគ្រួសារដែលមានជីវភាពធូរធារចំណែកឯឪពុកម្ដាយរបស់គេតែងតែថ្នាក់ថ្នមមិនហ៊ានចំទាស់ចិត្តគេនោះទេគេចង់បានអ្វីពួកគាត់តែងតែរកមកឲ្យភ្លាមម៉ែកូនសុំលុយទៅដើរលេងយីព្រឹកឡើងមិនទាន់ចេញដើរហើយណការងារក្នុងផ្ទះមិនជួយធ្វើទេអីមើលណអស់ក៏មិនទាន់កាប់ទឹកក៏មិនទាន់រែកដែរហើយឯងប្រញាប់តណាហាអាកូនចំសៀតហើយបើកូនវាចង់ទៅហើយឲ្យវាទៅខាត់វាធ្វើអី10ឆ្នាំមានប៉ុន្មានដងឲ្យវាសប្បាយតន់វានៅក្មេងឬក៏ចង់ឲ្យវាលំបាកតាំងពីក្មេងដែរមែនអស់មិនចាំបាច់កាប់ទេព្រោះឥឡូវប្រើតែចង្ក្រានហ្គាសយកទៅណាមិនអស់ចំណែកឯទឹកវិញរែកធ្វើអីដាក់តែម៉ូតូទៅបូមឈុចពេញពីងបាត់ទៅហើយចាំបាច់ធ្វើដូចកាលពី20ឆ្នាំមុនធ្វើអីសម័យនេះហើយសម័យ 2K 2.5 ហើយណាម៉ែវាពិតមែនហើយម៉ែនិយាយដូចឪទៅត្រឹមត្រូវសម័យនេះសម័យ 2K 2.5 ហើយទៅចាំបាច់ឲ្យកូនលំបាកធ្វើអីឲ្យកូនសប្បាយឲ្យណាណីសិនពេលដែលកូនបានប្រពន្ធទៅដើរលេងមិនមានទំនួលខុសត្រូវតឹងហើយបើពេលកូននៅកំលោះមិនឲ្យកូនដើរលេងចាំកូនមានប្រពន្ធមិនឲ្យដើរលេងមែនម៉ែហើយស្ទះទ្រូងស្លាប់ហើយខ្ញុំឲ្យតម៉ាក់នេះអញ្ចឹងបានថាស្លឹកឈើវាមិនជូរឆ្ងាយពីគល់នោះទេចារឹកអស់វាមិនគឺកូនចឹងឯងចឹងហើយបានកូនខ្ញុំចេះតែបានចិននិយាយប្រដៅអីទៅគ្មានណាថាស្ដាប់ចូលទៅជាអីទេរាល់ថ្ងៃដូចចាក់ទឹកលើក្បាលទាអញ្ចឹងម៉ែមិនដឹងជាស្អីឮតែរអ៊ូខ្ញុំនៅផ្ទះមិនបានទេដោយសារតែមិនចង់ឮម៉ែរអ៊ូនឹងហើយបើម៉ែមិនអោយក៏មិនអោយទៅចោះចាំបាច់ចាក់ឌីសឲ្យខ្ញុំស្ដាប់ដែរមិនអីទេកូនម៉ែឯងមិនអោយចាំឪនេះអោយកូនឯងដើរលេងឲ្យសប្បាយទៅណាហើយឆាប់ចូលផ្ទះវិញផងម៉ែឪបារម្ភពីកូនបាទឪចឹងកូនទៅសិនហើយណាម៉ែចឹងកូនទៅសិនហើយណាបាយនៅពេលដែលសម្បត្តិជិះម៉ូតូចាក់ចេញបាត់ទៅឪពុកម្ដាយរបស់សម្បត្តិក៏បានឃើញថាកូនពុំមានក្បាលនោះទេម៉ែវាកូនយើងកើតអីខ្ញុំស្រវាំងភ្នែកទៅដឹងឯងឃើញដូចខ្ញុំអត់ឃើញតើអូវាគួរតែហៅវាមកវិញមកអូវាច្បាស់ណាស់កូនយើងប្រកាសជាមានគ្រោះថ្នាក់ជាពុំខានឲ្យខ្ញុំហៅយ៉ាងម៉េចបើវាជិះចេញទៅឆ្ងាយហើយនឹងចង់ខលក៏ខលមិនកើតដែរលេខរបស់ខ្ញុំវាមិនដែលទទួលផងចង់មានការអីតលតែជិះរកវាហើយពិបាកដែរបើលេខខ្ញុំវិញវាប្លុកចោលតែម្ដងទោះបីជាយ៉ាងនឹងក៏ដោយសូមឲ្យវត្ថុស័ក្តិសិទ្ធិជួយថែរក្សាកូនខ្ញុំឲ្យមានសុវត្ថិភាពផងទៅចោះសាធុចំណែកសម្បត្តិឯនេះវិញគេក៏បានមកជួបសង្សាររបស់ខ្លួនដែលមានឈ្មោះថាចន្ទ្រាអូនចាំបងយូរហើយនៅបងរវល់តែស្ដាប់ម៉ែរអ៊ូអញ្ចឹងហើយទៅបងមកខកខានណាអូនមិនអីទេបងអូនក៏ទៅតែមកដែរហ្នឹងនិយាយអញ្ចឹងបងឯងទិញអីឲ្យអូនញ៉ាំអត់អូនឃ្លានញ៉ាំគុយដល់ហើយបងជ្រលក់អំបិលហិលមិនដឹងជាតិយ៉ាងណានោះទេគ្រាន់តែគិតក៏ឃ្លានដែរប៉ុន្តែអូនអត់ដែរញ៉ាំផងហ្នឹងបងឯងគួរតែទិញឲ្យអូនញ៉ាំ1គីឡូអីទៅខ្លាចថាស្លាប់ទៅមួយជាតិនេះគឺមិនបានញ៉ាំគុយនឹងគេបង1គីឡូតែ 4-5 ម៉ឺនទេបងទិញឲ្យអូនញ៉ាំទៅងាប់ហើយអូនថ្លៃម្លេះបងខ្លាចអស់លុយទៅផ្ទះអ៊ំលុយកំពុងតែតិចផងចាំថ្ងៃក្រោយទៅអូនហើយអញ្ចឹងក៏បានដែរតែថាបងទៅផ្ទះអ៊ំមួយណាអូនក៏ចង់ទៅដែរបងឯងនាំអូនទៅដែរទៅបងអ៊ំបងនៅមិនឆ្ងាយពីទីនេះប៉ុន្មានទេហើយបងទៅបងថានាំអូនទៅដែរហ្នឹងព្រោះថាទៅម្នាក់ឯងដូចជាមិនកើតទេនិយាយអញ្ចឹងអ៊ំបងឯងឈ្មោះអីទៅប្រាប់អូនឲ្យមកស្រួលនៅពេលដែលជួបគាត់មិនពិបាកហៅឈ្មោះអំណាក់3ម៉ោងតែ$10ណាអូនយ៉ាហ្មងបងរឿងអញ្ចឹងក៏យកមកលេងសើចដែរនិយាយជាប់សម្បត្តិក៏សើចឡើងព្រោះគេលួលេងជាមួយសង្សារគេតែប៉ុណ្ណោះប៉ុន្តែពេលហ្នឹងទូរស័ព្ទក៏បានរោឡើងមកហើយគេក៏បានទៅលើកបាត់ទៅអូនណាចឹងបងសុំទៅមានការបន្តិចហើយណាអូនមិនចាំបាច់ចាំបងទេហើយអូនទៅផ្ទះមុនទៅណាចាបងមិនអីទេអូនណាទៅផ្ទះខ្លួនឯងបានបងជិះម៉ូតូឲ្យស្រួលបួលណាកុំជិះលឿនពេកយីទៅតែមកមិនសោះអីក៏បញ្ញាប់ទៅវិញម្លេះឬក៏បងសម្បត្តិមានស្រីទៅដឹងមិនកើតទេត្រូវតែតាមដានឲ្យទៅបានការពារប
ប្រសើរជាងព្យាបាល បន្ទាប់ពីសម្បត្តិគេបានចាក់ចេញមកចន្ទ្រាក៏បានជិះម៉ូតូតាមទៅមើលសម្បត្តិមិនដាច់ពីក្រសែភ្នែកឡើយ នាងស្រីនឹងគឺជាអ្នកណាគេនឹងខ្ញុំដូចជាមិនដែលបានឃើញមុខសោះបងប្អូនក៏ដូចជាមិនមែនប្រហែលជាដូចជាការគិតរបស់ខ្ញុំហើយមើលទៅ រចនាអូនហៅបងមានការអីទៅដូចជាប្រញាប់ប្រញាល់ដល់ហើយមិញហ្នឹងបងរវល់តែជួយការងារឪពុកម្ដាយនៅផ្ទះហ្នឹងណា ឲ្យតែពិតប្រកបដូចជាមាត់បងនិយាយកុំឲ្យតែខ្ញុំបាននឹងថាបងមានស្រីឲ្យសោះណាជីវិតរបស់បងប្រកបជាស្មាសូនជាមិនខាននោះទេ ចេះទៅថាឲ្យអូនបងស្មោះសឹងអីហ្នឹងបងមិនដែលទៅមានអ្នកណាក្រៅពីអូននោះទេសង្សារបងស្អាតក៏ស្អាតឆ្លាតក៏ឆ្លាតពូកែក៏ពូកែឲ្យបងទៅយកអ្នកថ្មីមកកើតសំបីតែលួចគិតក៏មិនហ៊ានផងកុំមកចេះចោទបងចឹងអីប៉ុន្តែថ្ងៃអវសានរបស់សម្បត្តិក៏បានមកដល់ដោយសារតែពេលហ្នឹងចន្ទ្រាបង្ហាញខ្លួនមកហើយបានប្រាប់ទៅកាន់រចនាថានាងគឺជាសង្សាររបស់សម្បត្តិផងដែរ បងសម្បត្តិតាមម្នាក់ស្រីនឹងគឺជាអ្នកណាទៅឬក៏បងមានទំនាក់ទំនងអីជាមួយនឹងនាង ណែរឿងហ្នឹងស្ដាប់បងបកស្រាយសិនណាអូន បងសម្បត្តិជួយបកស្រាយផងតើនាងនេះគឺជាអ្នកណាទៅបងសម្បត្តិមិនចាំបាច់ឆ្លើយនោះទេបងខ្ញុំមកឆ្លើយជំនួសវិញនាងត្រូវតែស្ដាប់ឲ្យបានច្បាស់ណាខ្ញុំគឺជាសង្សាររបស់គាត់ហើយនាងគឺជាអ្នកណាទៅឬក៏នាងគឺជាស្រីរបស់គាត់នាងដឹងខ្លួនឆាប់ដកខ្លួនចេញឲ្យហើយទៅណាព្រោះថានាងគ្រាន់តែជាជនទី3តែប៉ុណ្ណោះកន្លែងមួយនេះគឺមិនស័ក្តិសមជាមួយនឹងនាងនោះទេមនុស្សស្រីអីអញ្ចឹងដឹងហើយថារបស់មានម្ចាស់តែនៅតែចង់បានស្អីវិញនេះយើងក៏ជាសង្សាររបស់បងសម្បត្តិដែរឯងនិយាយពេញមាត់ថាយើងគឺជាជនទី3របស់ឯងយ៉ាងម៉េចយើងស្រឡាញ់គ្នាជាមួយនឹងបងសម្បត្តិជាយូរឆ្នាំមកហើយក៏មិនបានដឹងដែរថាគាត់មាននាងតាំងពីពេលណានោះមិនដឹងថាអ្នកណាគឺជាជនទី3ឲ្យប្រកាសទេនេះនាងបងសម្បត្តិរឿងនេះគឺយ៉ាងណាវិញនាងហ្នឹងគឺជាអ្នកណាឲ្យពិតប្រកបទៅតើបងលួចមានគេតាំងពីកាលមកខ្ញុំគឺមិនសុខចិត្តទេហេតុអីក៏បងធ្វើបែបហ្នឹងទុកថានេះគឺជាលើកទី1បើសិនជាបងសំបែកនាងនៅក្នុងមុខខ្ញុំខ្ញុំអាចនឹងលើកទោសឲ្យបងបានណាមួយមើលទៅកាន់នាងទៅរូបរាងក៏មិនបានស្អាតជាងខ្ញុំអីប៉ុន្មាននោះដែរចេះបងសម្បត្តិគាត់លេបរួចដែរណោះនេះឯងថាអីអ្នកណាឯងច្រឹកអីក៏ចាំម្លេះនៅក្មេងសោះចេញពីមុខផ្ទះរបស់យើងទៅទី1ទាំង2ហ្នឹង បានហើយស្ងាត់ទាំងពីរហ្នឹងអូនទាំងពីរគឺជាសង្សាររបស់បងហើយហ្នឹងសង្ឃឹមថាអ្នកទាំងពីរហ្នឹងចេះយោគយល់ពីគ្នាព្រោះថាអនាគតទៅពួកយើងគឺជាគ្រួសារតែមួយហើយហ្នឹង3នាក់អញ្ចឹងក៏ស្រួលដែរអូនម្នាក់ធ្វើការក្រៅម្នាក់ធ្វើការក្នុងផ្ទះគឺបងនឹងដេកស៊ីកម្លាំងញើសឈាមរបស់អូនទាំងពីរតែម្ដងហើយគ្រាន់តែស្រមៃក៏មានក្តីសុខដែរនេះហើយស្ដាប់លើពាក្យរបស់បងហើយឡើងចង់ស្ទះទ្រូងស្រឡាញ់គ្នារាប់ឆ្នាំទៅហើយខ្ញុំមិនដែលដឹងនោះទេថាបងគឺជាមនុស្សបែបនេះសោះមិនគួរណាខ្ញុំដាក់ចិត្តស្រឡាញ់មនុស្សដូចជាបងបែបនេះទេខ្ញុំគឺពិតជាស្ដាយពេលវេលាខ្លាំងណាស់តាមតែចិត្តខឹងចង់តែសម្លាប់បងនៅពេលនេះទេហើយប៉ុន្តែខ្ញុំក៏មិនអាក្រក់ដល់ម្លឹងដែរអញ្ចឹងហើយស៊ីមួយដៃទៅអូនក៏មិនអាចទទួលយកបងបានដែរបងសម្បត្តិទោះបីជាពួកយើងស្រឡាញ់គ្នារាប់ឆ្នាំក៏ដោយប៉ុន្តែមើលទៅបងគឺមិនបានច្បាស់លាស់ជាមួយនឹងអូននោះទេបងតែងតែលាក់បាំងជាមួយនឹងអូនជានិច្ចអញ្ចឹងហើយពេលយើងគឺមិនអាចបន្តជាមួយនឹងគ្នាបាននោះទេអូនគឺមិនអាចស័ក្តិសមជាមួយនឹងមនុស្សពិតៗដូចជាបងបានឡើយរចនាចន្ទ្រាបងស្រឡាញ់ពួកអូនណាស់អូនកុំធ្វើបែបនេះអីអូនបងពិតជាស្រឡាញ់ពួកអូនទាំងពីរពិតមែនបងស្រឡាញ់ពួកអូនស្មើគ្នាហ្នឹងបងមិនដែលមានជនទី4នោះទេបងមានតែពួកអូនទាំងពីរនាក់តែប៉ុណ្ណោះបានហើយបងបានមកទៅខ្ញុំខ្លាំងណាស់ខ្ញុំមិនចង់លើពាក្យដែលកុហកចេញពីមាត់បងទៀតទេខ្ញុំទៅហើយបងស្ដាប់ឲ្យច្បាស់ខ្ញុំគឺមិនអាចត្រឡប់ក្រោយបាននោះទេណែលោកឯងទៅស្រែនៅកន្លែងផ្សេងទៅកុំមកស្រែនៅមុខផ្ទះរបស់ខ្ញុំពិតជាខ្លាំងណាស់ខ្ញុំត្រូវការចូលផ្ទះរបស់ខ្ញុំហើយបើសិនជាខ្ញុំចូលទៅមិនឃើញថាអ្នកឯងចេញទៅវិញទេខ្ញុំនឹងយកគ្រាប់ចំពាមបាញ់កណ្ដាលក្បាលនឹងហើយសម្បត្តិដោយសារមិនចង់ឈឺខ្លួនបន្តទៀតគេក៏បានជិះម៉ូតូចាក់ចេញបាត់ទៅដោយសារតែខូចចិត្តជាមួយនឹងសង្សារសំបែកទាំងពីរនាក់បែបនេះធ្វើឲ្យគេមានអារម្មណ៍ថាឈឺចិត្តខ្លាំងណាស់ក៏ខំមូរ៉ាឡើងមួយគប់ប៉ុន្តែដោយសារតែគេជិះម៉ូតូលឿនពេកក៏មិនបានប្រយ័ត្នផងនោះគេក៏បានជិះម៉ូតូទៅបុកជាមួយនឹងឡាននៅខាងមុខធ្វើឲ្យគេបាក់កស្លាប់ភ្លាមនៅនឹងកន្លែងបាត់ទៅមិនយូរប៉ុន្មានអ្នកភូមិដែលនៅក្បែរហ្នឹងក៏ដូចជាឪពុកម្ដាយរបស់សម្បត្តិក៏បានមកមើលកូនឃើញកូនហើយក៏អាណិតកូនពុនពេកមិនគួរណាកូនធ្វើប្រហែសធ្វើឲ្យខ្លួនឯងគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតបែបនេះសោះថ្ងៃស្អែកពិធីបុណ្យសពរបស់សម្បត្តិក៏បានរៀបចំឡើងចំណែកឯសង្សារទាំងពីររបស់គេក៏បានមកពិធីបុណ្យសពផងដែរពួកគេពិតជាស្ដាយក្រោយខ្លាំងមែនទែនបើពេលហ្នឹងមិនបានដេញសម្បត្តិទាំងកំហឹងនោះទេសម្បត្តិក៏មិនខ្លាយទៅជាបែបនេះដែរ
មិនយូរប៉ុន្មានការស្លាប់របស់សម្បត្តិក៏បានកន្លងផុតទៅសង្សារទាំងពីររបស់គេក៏បានយកសង្សារថ្មីអស់បាត់ទៅចំណែកឯខ្មោចរបស់សម្បត្តិវិញគេមិនទាន់ទៅចាប់ជាតិនៅឡើយនោះទេដោយសារតែចិត្តរបស់គេនឹកស្រណោះសង្សារទាំងពីររបស់ខ្លួនហើយជីវិតជាខ្មោចពិតជាពិបាកខ្លាំងមែនទែនចង់ទៅជួបសង្សារក៏មិនកើតហើយបើចង់ទៅផ្ទះវិញក៏ទៅមិនកើតនៅតែកន្លែងខ្លួនឯងស្លាប់ពិបាកដល់ហើយគ្មានអ្នកណាជជែកលេងសោះរកតែខ្មោចមួយយកមកធ្វើជាមិត្តក៏មិនបានផងយើងមកមើលគូស្នេហ៍ថ្មីរបស់រចនាឯនេះវិញគេមានឈ្មោះថានីសុយបងសុយស្អីបងឯងនាំប៉ាម៉ាបងឯងចូលស្ដីអូនហ្មងទៅបងក៏ចង់នាំអូនទៅដែរប៉ុន្តែពួកយើងគួរតែតាក់ទងគ្នាចាំមើលប្រហែលជា 2-3 ខែទៀតសិនណាអូនណាមួយសង្សារចាស់របស់អូនវាទៅតែស្លាប់ផងខ្លាចគេថាបងគឺជាអ្នកសម្លាប់សង្សារចាស់របស់អូនដើម្បីបានអូនជាសង្សារនឹងហើយបងឯងក៏រំលឹកអំពីបងសម្បត្តិទៀតអីខ្ញុំពិតជានៅតែកាន់គាត់ខ្លាំងណាស់ដែលស្លាប់ទាំងវ័យក្មេងបែបហ្នឹងប៉ុន្តែថាបើពេលហ្នឹងគាត់មិនធ្វើបែបហ្នឹងទេប្រហែលជាគាត់មិនស្លាប់ទេមើលទៅហើយមិនចង់រំលឹកនោះទេរឿងដែលកន្លងហួសទៅហើយនិយាយអញ្ចឹងយើងបញ្ញាទៅផ្ទះវិញទៅបងអូនធ្វើម្ហូបដាំបាយឲ្យប៉ាម៉ាអូនសិនចាំយប់ចាំបងមកយកអូនទៅដើរលេងផងណាព្រោះថាយប់នេះគេចាក់ធុងបានឲ្យវត្តឯណោះអូខេអូនចាំយប់បន្តិចចាំបងមកមិនយូរប៉ុន្មានពេលយប់ក៏បានមកដល់ពួកគេក៏បានទៅវត្តរំធុងបាសរៀងយប់បន្តិចទៅគេត្រឡប់មកវិញអូនរំយប់មិញមើលទៅដូចជាលះដល់ហើយអូននិយាយអញ្ចឹងអូនបានទិញអីផ្ញើម៉ាក់ប៉ាអូនអត់ទិញតើបងប៉ុន្តែទិញតិចតួចដោយសារតែពេលយប់អញ្ចឹងគាត់មិនងាយពិសាអីផ្ដេសផ្ដាសនោះទេបងអូនមានអារម្មណ៍ថាជិះបត់ជើងតូចដល់ហើយបងមកឈប់ម៉ូតូសិនបានអត់នាយសុយក៏បានឈប់ម៉ូតូប៉ុន្តែមិនបានចាប់អារម្មណ៍ថាពួកគេកំពុងតែឈប់កន្លែងសម្បត្តិបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ហើយអូនឯងលឿនម៉េះទៅមិញសោះហ្នឹងបងចាញ់ម៉ូតូហើយណាហើយមិនអូនឯងអត់និយាយអីចឹងបងខំនិយាយជាមួយអូនដូចជាអត់មានតបអ្វីសោះអូយអូនខ្ជិលនិយាយហ្នឹងណាបងទេសំឡេងអូនដូចជាប្លែកជាងមុនហីហើយមិនក៏មិនទៅសំខាន់អូនអោបចង្កេះបងសិនមកបងចាប់ផ្ដើមជិះម៉ូតូលឿនហើយណាព្រោះយប់ហើយប្រញាប់ទៅផ្ទះផងចាបងអូននិយាយថាដៃអូនឯងដូចជាត្រជាក់ខុសធម្មតាឯងចុកខ្មោចនៅបាត់ទេអញយើងមកមើលរចនាឯនេះវិញអាតប៉េសុយនឹងតាណាបាត់ហើយគ្រាន់តែឲ្យចាំមួយភ្លេតសងអីក៏ពិបាកខ្លាំងម្ល៉េះបានជាទៅចោលគ្នាអញ្ចឹងនេះយប់ស្ងាត់ហើយឲ្យខ្ញុំនឹងដើរទៅផ្ទះវិញមែនហ្នឹងហើយពិតជាខឹងខ្លាំងមែនតើខំរៀបរឹកនៅមុខគេឡើងសភាពរៀបសារនេះចាំមើលតើបានជួបម្ដងទៀតណាដឹងគ្នាជាមិនខានទេបងសុយនាងពេលនឹងសំណាងល្អក៏មានអ្នកភូមិទីនោះជិះឆ្លងកាត់នាងក៏បានសុំដោយសារទៅជាមួយគេបាត់ទៅនិយាយពីនាយសុយឯនេះវិញដោយសារតែខ្មោចសម្បត្តិលួងគេកាលពីយប់មិញព្រឹកឡើងគេក៏ឈឺញ័រញាក់ជ្រុះសក់អស់ទាំងដុំតម្រាំតែគេជាអស់រយៈពេល1អាទិត្យជាងបន្ទាប់ពីគេបានជាស្រួលបួលមកគេក៏បានទៅជួបនឹងរចនាជីបងសុយតានេះបងសុយមិនក៏បងឯងផ្ដាច់ទំនាក់ទំនងជាមួយអូនអញ្ចឹងខក៏មិនលើកទៅដល់ផ្ទះក៏មិនជួបបើអស់ចិត្តគួរតែប្រាប់អូនមួយម៉ាត់មកចាំបាច់ធ្វើបែបហ្នឹងធ្វើអីប្រាប់អូនតាមត្រង់មកអូនទទួលយកគ្រប់យ៉ាងតាបងមកនេះបងមកប្រាប់អូនថាពួកយើងគួរតែបែកគ្នាទៅបងមិនអាចបន្តស្រឡាញ់អូនទៀតបាននោះទេបើមិនអញ្ចឹងទេបងត្រូវខ្មោចសង្សារចាស់អូនមកលួងរហូតដល់ស្លាប់ជាមិនខានអូននៅចាំទេយប់ដែលពួកយើងត្រឡប់មកពីរំធុងបាសវិញថ្ងៃនឹងហើយគឺជាថ្ងៃដែលបងត្រូវខ្មោចលួងនឹងណាអូយមានរឿងអញ្ចឹងផងបងអញ្ចឹងតើបានជាបងជិះមកចោលអូនបើអូនដឹងអញ្ចឹងល្អហើយអញ្ចឹងបងទៅសិនហើយណាបើនៅយូរខ្លាចតែខ្មោចមកលួងទាំងថ្ងៃទេទោះបីជាបងស្រឡាញ់អូនខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែក្តីស្រឡាញ់មិនអាចប្រឈមមុខនឹងខ្មោចលួងរាល់ថ្ងៃបានទេណាអូនហើយក៏មិនអាចទ្រាំឃើញប្រលឹងខ្លួនឯងហោះទៅស៊ីប្រលិតម្ដងមួយដែរពេលដែលជួបខ្មោចសម្បត្តិលួងនោះអញ្ចឹងបងទៅសិនហើយណាខ្ជិលនិយាយច្រើនទៀតបងសុយឆាប់សិននិយាយគ្នាដឹងរឿងសិនទៅមើលចាំទៅអើយហេតុផលនេះមើលទៅដូចជាមិនសមសោះស្ដាប់ទៅគឺមិនគួរឲ្យជឿហ្មងវាមិនដែលមានខ្មោចអីនោះទេសង្ស័យតែកុហកខ្ញុំព្រោះតែមានថ្មីហើយមើលទៅតែមិនកុហកខ្ញុំឲ្យសមបន្តិចទៅណោះរកហេតុផលមកគ្មានទំនោរអីបន្តិចសោះ